và xong xoay top cho mùi nâng phụ comment rừng vẹn đào lửa phlớn và để thả bẹp skuot và hỏi thua bẹp này bẹp lúc trong nâng an comment hay nâng xong xoay top vẹn ní thả ta trong chia bộ cô skuot man on hay vị thi bẹp ní chia vị thi bẹp skuot chia vị thi bẹp mạch ha tờ thạch man on và bẹp con cho mùi nâng ca bộ sài từ lửa vẹn nâng trong ăn bộ sài hỏi thả vẹn ní cứ sầm ráp bộ cô đại miên smart đây tôn sỏi đại miên cầm nứt áp với chữ miên sầm ráp khuôn anh không chịu vượt để mình sơn miên chăn tiệt miên cô đầu vẹn nó sầm ráp bộ cô bẹp nặng hay nhà khác của tham miên vị thi xem ai phơi ban mình cột nè chia cá bật nước nông vị thi sạch đặc no mùi nước nông vật tết cả đói cua xa cả đói cứ tay từ miên vị thi sạch xem nè từ tam đóng từ tam chấm nến nhà robot luôn chứ trong miên chấm nến nắng trong miên đông khang nắng trong thọ ban riêng chấm mùi cừu bọc chống cá bị chiên đọp chna muốnแต่ក្នុងស្រុកទាំងក្រៅស្រុកអញ្ចឹងខ្ញុំចេះវិធីហ្នឹងក៏ខ្ញុំយកមកបង្រៀនពីព្រោះខ្ញុំឆ្លងកាត់វគ្គហ្នឹងខ្ញុំបានផលអ្នកខ្លះក៏និយាយថាចុះអ្នកអង្គញាគិតមេងពងកេសែនិងអ្នកមានមួយចំនួនទៀតគេដើរតាមវិធីហ្នឹងទេបានស្ដាប់វីដេអូខ្ញុំអត់ខ្ញុំថាវគ្គហ្នឹងសម្រាប់បុគ្គលដែលមានស្មារតីទន់ខ្សោយគ្មានគោលដៅហើយភាគច្រើនគឺជាអ្នកក្រចុះអ្នកអង្គញាគិតមេងពងកេសែហ្នឹងមិនគិតថាគាត់មានស្មារតីទន់ខ្សោយគាត់ជាមនុស្សដែលសុញជាមនុស្សដែលគិតអវិជ្ជមានមែនមិនស្ដាប់វីដេអូខ្ញុំហើយមួយទៀតប្រកាសទេដែលគាត់គ្មានសិក្សាវគ្គបណ្ដុះបណ្ដាលណាដែលយ៉ាប់ពិបាកជាងហ្នឹងដោយខ្ញុំជាក់ស្ដែងមកខ្ញុំក៏និយាយតើអ្នកទាំងអស់គ្នាដឹងអត់កាលពីឆ្នាំ2006ឆ្នាំ2007ខ្ញុំដើរលើភ្លើងខ្ញុំដើរលើបំបីកៅខ្ញុំរៀនទាំងក្នុងស្រុកក្រៅស្រុកហើយសួរថានឹងយើងបង្ហាញអត់ផង personal គេមិនបង្ហាញទេចាំមិនថាពួកគាត់អ្នកមានអ្នកធំមន្ត្រីទាំងអស់នឹងអត់ឆ្លងកាត់វគ្គហ្វឹកហាត់អីផ្សេងដែលយើងមិនធ្លាប់ដឹងអាហ្នឹងខ្ញុំសូមជម្រាបចឹងបងប្អូនខ្លះឌឺដងថាឲ្យអាកទៅខ្លាំងជាងអ្នកខ្លះថាឲ្យក្របបែកទៅខ្លាំងជាងអានោះគឺឈួតដែរបាទហើយបើខ្លាំងចឹងមិនទៅស្វ័យជាមួយថៃមិនចឹងវិញបាទវគ្គហ្នឹងគឺជាវគ្គដែលបង្ហាញឲ្យពួកគាត់ឃើញថាគាត់អាចធ្វើបានភ្លើងក្តៅហេតុអីបានជន់មិនរលាកនេះដែលត្រូវសួរនេះហើយអ្នកខ្លះថាអត់សមហេតុផលនេះក្នុងនឹងខ្ញុំខ្ជិលអានឈ្មោះបងប្អូនអាចចូលក្នុងខមមិនហ្នឹងបាទបើសិនជាវាខុសប្រកក្តីបែបហ្នឹងគួរតែបើកតិចបើកភ្នែកស្ដាប់គេសួរគេមើលថាហេតុអីបានអញ្ចឹងហេតុអីបានភ្លើងដល់ក្តៅនេះជន់វាអត់រលាកហើយមើលខមមិនអ្នកដែលចូលរួមផងមើលខមមិនអ្នកចូលរួមវិញណាបងប្អូនដែលអត់ទាន់បានចូលរៀនអត់ទាន់បានដឹងគឺមើលខមមិនអ្នកចូលរួមវិញតើមានគ្រោះថ្នាក់អត់ខ្ញុំធ្វើរាប់រយអ្នកអត់មានអ្នកគ្រោះថ្នាក់ទេមានតែកន្លងមកមានបងប្អូនយើងមួលបង្កាច់ចោតថាពួកខ្ញុំឈួតចោតថាពួកខ្ញុំអាក្រក់បែរជាអាពួកនឹងអាក្រក់ទៅវិញដោយសារអីមិនដឹងទៅយកជើងអាលាកមកពីណាមុតបំបីដល់ពីណាយកកាត់តផុសថាវគ្គហ្នឹងគឺរលាកដល់ម៉ោងនេះខ្ញុំប្រាប់ថាគ្មានអ្នករលាកហើយគ្មានអ្នកមុតទេសួរថាមានតែខ្មែរយើងមែនបងប្អូនម៉ែអ្នកស្គាល់ Anthony Robbins បែរជាអ្នកទាំងអស់នេះមិនស្គាល់ទេ Anthony Robbins អញ្ចឹងមកខ្ញុំនិយាយថាអង្កែបក្នុងដងនោះដោយសារអីខ្ញុំឃើញអ្នកខមមិនខ្លះសរសេរអក្សរខ្មែរមិនទាន់ត្រូវផងនេះ Anthony Robbins ខ្ញុំបានដើរលេងនៅហុងកុងខ្ញុំឃើញសភៅហ្នឹងខ្ញុំឃើញល្អក៏ទិញយកមកបាទសភៅ Anthony Robbins ហើយគាត់មិនមែននិពន្ធសភៅតែមួយនឹងច្រើនណាស់គាត់ជាមហាសេដ្ឋីដែលមានលុយ100លានបាទហើយគាត់គឺជាគ្រូបណ្ដុះបណ្ដាលដ៏ល្បីនៅសហរដ្ឋអាមេរិកហើយគាត់ជាអ្នកដែលបង្កើតវគ្គបណ្ដុះបណ្ដាលដើរលើភ្លើងនឹងដ៏ល្បីគាត់ឈួតដែរគាត់ឈួតដែរពិធីឈួតមែនហេតុអីបាននៅសហរដ្ឋអាមេរិកមានមនុស្សជាច្រើនចូលរៀនជាមួយគាត់រាប់ម៉ឺនរាប់សែននាក់នេះបើសិនជារៀននៅស្រុកខ្មែរបើខ្មែរយើងរៀនណាឌីលខ្មែរយើងនឹងបងប្អូនត្រូវចាំបងប្អូនមួយចំនួនណារបស់ខ្មែរអន់ទាំងអស់ខ្ញុំមានសមត្ថភាពបណ្ដុះបណ្ដាលវគ្គហ្នឹងវាគួរតែអស្ចារ្យនៅស្រុកខ្មែរមានមនុស្សម៉ានអ្នកខ្ញុំអាចនិយាយថាប្រហែលតាំងគ្រូខ្ញុំប្រហែលជា10នាក់ចុះស្រុកខ្មែរគ្រូខ្ញុំបណ្ដុះបណ្ដាលដំបូងដើរលើភ្លើងគឺខ្មែរជនជាតិខ្មែរហើយក្រោយមកទៀតខ្ញុំក៏បានទៅរៀននៅថៃនៅម៉ាឡេនៅសិង្ហបុរីវគ្គធំវគ្គខ្លាំងជាងហ្នឹងទៀតវគ្គយកលំពេងចាក់ក៏មានមហាសេដ្ឋីគេឈួតមហាសេដ្ឋីអាមេរិកគេទទួលស្គាល់ហើយបើសិនជាគាត់មិនមែនអាមេរិកទៀតលើកឡើងបងប្អូនបរិស័ទទៀតហើយចុះអាមេរិកហ្នឹងដូចតែខ្ញុំលក់កាក់ចឹងបងប្អូនថាស្រុកខ្មែរផ្លែករហូតកាក់នឹងមិនមែនមានតែខ្មែរយើងឥឡូវទេអាមេរិកអូស្ត្រាលីជប៉ុនគេផលិតចង់100ឆ្នាំហើយហ្នឹងកន្លងមកវគ្គបណ្ដុះបណ្ដាលអីក៏ដោយ
ខ្មែរយើងមិនសូវឲ្យតម្លៃទេហើយបើគ្រូបរទេសមកវគ្គ Anthony Robbins នេះបងប្អូនមកវគ្គ$15,000 រយៈពេល7ថ្ងៃរៀននៅម៉ាឡេរៀននៅសិង្ហបុរី$17,000ហើយវគ្គដែលខ្ញុំបង្រៀនណាខ្ញុំប្រាប់ថាខ្ញុំអត់យកលុយទេខ្ញុំអត់យកលុយទេកន្លងមកខ្ញុំអត់យកលុយទេខ្ញុំប្រើភាសាហ្នឹងសួរអ្នកចូលរៀនវគ្គមួយខ្ញុំឲ្យក្រុមការងារសួរឆែកសន្តាគារអស់ប្រមាណកន្លែង resort ហ្នឹងអស់ប្រមាណបាយទឹកពួកគាត់អស់ប្រមាណថ្លៃឡានអស់ប្រមាណកូនគូទៅទូទាត់ទៅអស់ប្រមាណយកពួកគាត់ប៉ុណ្ណឹងទៅអញ្ចឹងលុយហ្នឹងខ្ញុំអត់បានយកទេលុយហ្នឹងគាត់យកថ្លៃឡានគាត់ថ្លៃសន្តាគារថ្លៃ resort ថ្លៃហូបចុក2យប់3ថ្ងៃ3យប់4ថ្ងៃទៅវគ្គម្ដុំម្ដងហ្នឹងទេនេះខ្ញុំប្រាប់ថាកុំប្រាប់ថាខ្ញុំជោគជ័យខ្ញុំមានដោយសារការម្ដុំម្ដងខ្ញុំគ្រាន់តែឆ្លងកាត់បបពិសោធន៍មួយហ្នឹងដែលខ្ញុំពីមុនមកចង់ធ្វើអីក៏ខ្លាចធ្វើអីក៏សុញខួរក្បាលវាគាំងណាតែនៅពេលចូលវគ្គហ្នឹងទៅធ្វើឲ្យយើងស្រឡះគេបង្ហាញពីលំហាត់បង្ហាញពីហ្គេមជាច្រើនឲ្យយើងមើលឃើញថាវាអាចទៅរួច possible សម្រាប់យើង believe you must believe in yourself you can do it everything you can do អាហ្នឹងដែលគេបង្រៀនយើងគេផ្សិតយើងមកអញ្ចឹងរហូតដល់ផ្នែកកំណត់យូរទៅគឺជឿជាក់អាចធ្វើបានគេមានវិធីបង្រៀនណាគេមានវិធីបង្រៀនអញ្ចឹងខ្ញុំគ្រាន់ចង់ឆ្លើយតបទៅកាន់អ្នកដែលខមមិនខ្ញុំហ្នឹងជួនកាលឃើញសរសេរអក្សរមិនតាន់ត្រង់ផ្លូវហើយជួនកាលឆ្លើយសំណួរនិយាយមកអត់ដឹងខ្យល់អត់ដឹងអំពីអ្វីដែលខ្ញុំនិយាយផងអញ្ចឹងសូមស្ដាប់គេឲ្យយល់តាមដានឲ្យដឹងរឿងច្បាស់វគ្គមួយហ្នឹងគេនិយាយពីអីពិតប្រាកដមួយថ្ងៃពីរថ្ងៃពេញហើយបើសិនជាមិនស្ដាប់មិនជឿអ្វីដែលខ្ញុំ trainer អ្នកបង្រៀនហ្នឹងណាស្ដាប់មើលអ្នកដែលចូលរៀនវិញវគ្គមួយនេះគឺជាវគ្គបំពន់ស្មារតីហើយអ្នកខ្លះសួរថាចុះអ្នកទាំងអស់ហ្នឹងទៅជាសទ្ធីនៅជោគជ័យនៅមិនខុសពីសាលារៀននៅសាកលទេសាលារៀននៅសាកលវិទ្យាល័យជាសាលាដែលល្អតែសួរថាអ្នករៀននៅសាកលទាំងអស់ខ្លាចជាអ្នកមានទាំងអស់គ្នាទេខ្លាចជាអ្នកធ្វើធំទាំងអស់គ្នាទេវាមានទៅតាមបុគ្គលដែលតស៊ូដែលប្រឹងប្រែងដែលព្យាយាមវគ្គហ្នឹងគ្រាន់តែជាវគ្គដែលបង្ហាញកលឹះឲ្យគាត់អនុវត្តហើយបើសិនគាត់អនុវត្តគាត់បានផលទៅអ្នកខ្លះគាត់អនុវត្តបានរយៈពេលហើយគាត់ឈប់ទៅវិញទៅហើយវគ្គហ្នឹងត្រូវការបំពាក់បំពន់6ខែមួយឆ្នាំម្ដងដើម្បីពង្រឹងស្មារតីវឹកហាត់អាហ្នឹងគឺត្រូវឲ្យយល់កន្លែងហ្នឹងហើយសង្ឃឲ្យខ្ញុំមិនបានធ្វើវគ្គហ្នឹងទេហើយខ្ញុំក៏មិនប្រម៉ូទដែរប៉ុន្តែខ្ញុំឆ្លើយតបជាមួយនឹងបងប្អូនអវិជ្ជមានមើលស្ដាប់មើលខ្ញុំនិងអ្នកដែលថាហ្នឹងមួយណាសមឈួតជាងហើយអ្នកដែលជានីរាល់ថ្ងៃហ្នឹងមានសមិទ្ធផលអីខ្លះទាំងគ្រួសារទាំងការជួយសង្គមទាំងការជួយបណ្ដុះបណ្ដាលដឹកនាំធនធានមនុស្សមើលអ្នកដែលជានីដែលគិតថាពួកខ្ញុំឈួតដើរផ្លូវខុសនេះសួរខ្លួនឯងមើលបានប្រមាណភាគរយនៃខ្ញុំធ្វើអីមួយខ្ញុំច្បាស់លាស់រៀនធម៌ខ្ញុំមានកម្ពីខ្ញុំមានគ្រូអាចារ្យច្បាស់លាស់ធ្វើទីផ្សារការរកស៊ីខ្ញុំមានគ្រូខ្ញុំរៀនច្បាស់លាស់រាប់ទាំងវគ្គបណ្ដុះបណ្ដាលដើរលើភ្លើងអីនឹងជាដើមសិតតែខ្ញុំឆ្លងកាត់រៀនជាមួយគ្រូច្រើនលើកច្រើនសារទទួលបានលទ្ធផលថាល្អទើបខ្ញុំយកវគ្គហ្នឹងមកចែកម្លែកតតែខ្ញុំយកចែកម្លែកតហ្នឹងគឺខ្ញុំអត់យកលុយទេវគ្គបណ្ដុះបណ្ដាលរបស់ខ្ញុំកន្លងមកដល់ខ្ញុំ train រាប់រយរាប់ពាន់អ្នកកន្លងមកនេះគឺខ្ញុំអត់ដែរយកលុយចំណេញទេសន្តាគារគេយកប្រមាណអ្នកចូលរួមប្រមាណ$5 $10ម្នាក់រីគ្នាទៅចូលចេញសន្តាគារទៅខ្ញុំចេញកម្លាំងខ្ញុំចេញចំណេះដឹងសួរអ្នកចូលរៀនមួយខ្ញុំដែលខ្ញុំបានយកលុយចំណេញពីវគ្គបណ្ដុះបណ្ដាលទេតែខ្ញុំត្រូវបានទទួលងារមួយថាពួកគ្រូជោគជ័យដែរពួកគ្រូជោគជ័យបោកដល់ម៉ោងនេះខ្ញុំបោកពីណាគេខ្ញុំថាចាប់ផ្ដាំទៅវិញថាខ្ញុំមិនចង់តបតជាមួយនឹងពពួកអញ្ចឹងទេប៉ុន្តែបើសិនជាមិនបកស្រាយគឺមានន័យថារឿងនឹងពិតអញ្ចឹងពេលខ្លះខ្ញុំបកស្រាយទៅបងប្អូនមួយចំនួនឆានដល់ខ្ញុំអូលោកគ្រូខ្ញុំយល់កាលមុនខ្ញុំអត់វិជ្ជមានជាមួយវគ្គហ្នឹងឯតាដល់ពេលលោកគ្រូបកស្រាយទៅខ្ញុំយល់ថាវាល្អតាមលោកគ្រូបកស្រាយអញ្ចឹងខ្ញុំបកស្រាយបញ្ជាក់ប៉ុណ្្នឹងទៀតថាបើខ្ញុំជាមនុស្សឈួតអញ្ចឹងខ្ញុំសុខចិត្តឈួតជាមួយនឹងមហាស្ថិដែរ Anthony Robbins បងប្អូនឆែកនៅក្នុង Google ក៏បាននៅក្នុង YouTube ក៏បានវាយទៅនៅក្នុង AI ក៏បានដែរវាយទៅ Gemini ក៏បាន ChatGPT សួរស្គាល់ Anthony Robbins អត់បាទអញ្ចឹងខ្ញុំសូមបញ្ជាក់ប៉ុណ្ណឹងណាសម្រាប់អ្នកអវិជ្ជមានបើកគំនិតបើកភ្នែកបើកខួរក្បាលគិតពិចារណាផងថាគេធ្វើហ្នឹងធ្វើមិនបានកើតហេតុអីបានទៅអញ្ចឹងសួរគេសិនកុំចេញមកបែបអញចេះដឹងអញយល់ដឹងសពបែបសពយ៉ាងហើយចេញមកទាំងទៅទឹងទៅពិសេសភាគច្រើនចេញមកពួកឈួតចេញចុះអាហ្នឹងគឺមិនមែនជាមនុស្សទេបាទអរគុណច្រើនកត្រៃភពតិចេះជួយទប់ទល់នឹងរោគវិទ្យុសកម្មជួយបង្កើនធម៌ពលសុខភាពនាំមកនៅធម៌ពលល្អៗទាក់ទាញភាពវិជ្ជមាន
ត់បន្ថយការឈឺក្បាលបញ្ហាស្បែកបញ្ហាគេងពេលយប់មិនសូវលក់ឈឺឆ្អឹងខ្នងឈឺក្បាលជង្គង់ចុកពោះគ្មានមូលហេតុនិងជំងឺមហារីកផ្សេងៗបញ្ហាទាំងអស់នេះគឺបង្កមកពីវិទ្យុសកម្មដែលនៅជុំវិញខ្លួនយើងដែលយើងមើលមិនដឹងជាពិសេសអ្នកដែលនៅជាមួយនឹងគ្រឿងអេឡិចត្រូនិកច្រើនដូចជាទូរស័ព្ទកុំព្យូទ័រ Wi-Fi ដែលបង្កបញ្ហាមកឲ្យយើងម្ដងបន្តិចម្ដងបន្តិចនិងធ្វើឲ្យយើងមានភាពចុះខ្សោយកាន់តែខ្លាំងឡើងមូលហេតុទាំងនេះហើយទើបធ្វើឲ្យមានបញ្ហាទាំងអស់នេះកើតឡើងកុំទុកឲ្យមានបញ្ហានេះទៀតសូមទំនាក់ទំនងមកយើងឥឡូវនេះដើម្បីទទួលបានភាពវិជ្ជមាន